បាទសូមគោរពក៏ដូចជាជម្រាបសួរទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងបាទដែលនិយមតាមដាននៅការអោយតម្រុយឆ្នោតយួនហៅថាឆ្នោតវៀតណាមណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់ជាមួយនឹង admin សារជាថ្មីណាបាទជាមួយនឹងតម្រុយថ្មីបាទចុះថ្ងៃនេះ admin មានលេខតម្រុយល្អៗណាដើម្បីមកចែកជូនទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងដើម្បីយកទៅធ្វើការផ្សងសំណាងទៀតហើយចឹងសង្ឃឹមថាថ្ងៃថ្មីបាទពុកម៉ែបងប្អូនយើងបានទទួលយកនៅលាភជ័យទាំងអស់គ្នាណាសម្រាប់ថ្ងៃថ្មីបាទចឹងសម្រាប់តម្រុយឆ្នោតបាទ admin បានរៀបចំរួចរាល់ហើយបាទរួចរាល់ហើយដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនយើងយកទៅធ្វើការផ្សងសំណាងទាំងអស់គ្នាបាទចឹងកុំឲ្យពុកម៉ែបងប្អូនយើងនៅចាំយូរបាទយើងចូលទៅមើលលេខតម្រុយតែម្ដងណាពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់លេខតម្រុយនៅថ្ងៃទី17ខែ12ឆ្នាំ2025បាទពុកម៉ែបងប្អូនយើងបាទអាចយកទៅផ្សងសំណាងនៅម៉ោង4កន្លះក៏ដូចជាម៉ោង6កន្លះហ្នឹងណាពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់ម្សិលមិញបាទ admin ឲ្យដែរពុកម៉ែបងប្អូនយើងបាទឃើញថាចូលតែពេលព្រឹកណាពុកម៉ែបងប្អូនយើងបាទតែ admin លេខ admin ឲ្យផ្សងនៅម៉ោង4ក៏ដូចជាម៉ោង6កន្លះបាទឃើញតែស្ដាយបើពុកម៉ែបងប្អូនយើងបាទបើអាចយកទៅផ្សងបានយកទៅផ្សងវេនផ្សេងក៏បានដែរពុកម៉ែបងប្អូនយើងបាទចឹងស្រាប់ admin គឺឲ្យពុកម៉ែបងប្អូនយើងផ្សងតែ ម៉ោង4ក៏ដូចជាម៉ោង6ណាបាទពុកម៉ែបងប្អូនយើងបាទបើស្រឡាញ់អាចយកទៅផ្សងវេនផ្សេងក៏បានដែរបាទចឹងកុំឲ្យពុកម៉ែបងប្អូនយើងនៅចាំយូរបាទយើងចូលទៅមើលលេខតម្រុយទាំងអស់គ្នាណោះបាទចឹងសម្រាប់2លេខបាទ admin មានឲ្យចំនួន2ខ្ទង់ដដែលពុកម៉ែបងប្អូនយើងបាទចឹង admin ឲ្យពុកម៉ែបងប្អូនយើង35និង81ណាពុកម៉ែបងប្អូនយើងបាទសម្រាប់2លេខចឹងសម្រាប់ខ្ទង់អូសពុកម៉ែបងប្អូនយើងបាទដើម្បីងាយស្រួលទៅដល់ពុកម៉ែបងប្អូនយើងយកទៅផ្សងសំណាងណាបាទចឹងពុកម៉ែបងប្អូនយើងបាទ admin ឲ្យខ្ទង់អូសគឺ2ខ្ទង់ដូចគ្នាបាទគឺអូសខ្ទង់8ណាបាទអូសខ្ទង់8ហើយនឹងអឺអូសខ្ទង់30ពុកម៉ែបងប្អូនយើងបាទអូសខ្ទង់30ផងដែរចាមានអោយតែ2ខ្ទង់ណាដើម្បីងាយស្រួលទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទយកទៅធ្វើការផ្សងសំណាងបាទចុះសម្រាប់2លេខ35ក៏ដូចជា81ពុកម៉ែបងប្អូនយើងបាទកុំភ្លេចចាក់លេខសកួរផងពុកម៉ែបងប្អូនយើងបាទដូចជាចុះឡើងណាបងប្អូនយើងបាទដូចជា35យើងចាក់36រងបាទ36ឬក៏33ឬក៏34រងណាពុកម៉ែបងប្អូនយើងបាទ8ក៏ដូចគ្នាណាពុកម៉ែបងប្អូនយើងបាទអាចចាក់រងដូចគ្នាបាទ81អញ្ចឹងពុកម៉ែបងប្អូនយើងអាចចាក់អុកទៅ82ឬក៏ចាក់ត្រឡប់មកវិញ18ឬក៏53ណាពុកម៉ែបងប្អូនយើងបាទកុំភ្លេចចាក់គុណត្រឡប់ណាបាទចឹងសម្រាប់3លេខពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែក៏ដូចជាបងប្អូនយើងចំនួន2ខ្ទង់ដូចគ្នាណាពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់2លេខបាទ3លេខបាទសំទោសសម្រាប់3លេខ admin ឲ្យ429បាទគុណណាពុកម៉ែបងប្អូនយើងបាទកុំភ្លេចគុណចឹងសម្រាប់មួយខ្ទង់ទៀតពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើង564ណាពុកម៉ែបងប្អូនយើងបាទ564អញ្ចឹងគុណដូចគ្នាណាពុកម៉ែបងប្អូនយើងបាទកុំភ្លេចគូសត្រឡប់ផ្លែកលោចេញត្រឡប់ស្ដាយពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់ថ្ងៃនេះបាទ admin មានលេខតម្រុយលេខល្អប៉ុណ្្នឹងទេដើម្បីមកចែកជូនទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងដើម្បីយកទៅធ្វើការផ្សងសំណាងផងដែរបាទបើពុកម៉ែអូនស្រឡាញ់នឹងពេញចិត្តនឹងលេខមួយណាពុកម៉ែបងយើងបាទអាចយកទៅធ្វើការផ្សងសំណាងបានណាពុកម៉ែបងយើងបាទតាមចំណង់ចំណូលចិត្តបាទពុកម៉ែបងយើងបាទអាចយកទៅផ្សងនៅវេនណាក៏បានដែរពុកម៉ែបងយើងបាទបើតាម admin បាទ admin ឲ្យពុកម៉ែបងយើងផ្សងនៅម៉ោង4កន្លះក៏ដូចជាម៉ោង6កន្លះណាបាទចឹងសម្រាប់ថ្ងៃនេះបាទ admin មានលេខតម្រុយល្អប៉ុណ្ណឹងទេដើម្បីយកមកចែកជូនពុកម៉ែក៏ដូចជាបងប្អូនយើងដែលនិយមតាមដាននៅការអោយតម្រុយឆ្នោតយួនហៅថាឆ្នោតវៀតណាមពីខាង Channel admin បាទចា admin ជាចុងក្រោយ admin សូមលើកម្រាមដៃ10សំណូមពរទៅដល់ចិត្តសូមចិត្តទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងបាទកុំភ្លេចចុចជាវក៏ដូចជាដាក់រូបសញ្ញាកណ្ដឹងនិងមេដៃឡើងលើឲ្យ Channel របស់ admin ម្នាក់មួយផងពុកម៉ែក៏ដូចជាបងប្អូនយើងបាទដើម្បីជាកម្លាំងចិត្តដល់ admin ហើយក៏ងាយស្រួលទៅដល់ពុកម៉ែបងប្អូនយើងបាទតាមដានរាល់ការផ្សាយផ្ទាល់នៅលទ្ធផលឆ្នោតយួនហៅថាឆ្នោតវៀតណាមប្រចាំថ្ងៃក៏ដូចជាការឲ្យតម្រុយប្រចាំថ្ងៃពីខាង admin បានរាល់ថ្ងៃនិងរាល់ម៉ោងផងដែរណាពុកម៉ែបងប្អូនយើងបាទ admin សុំតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនយើងបាទចា admin សូមអរគុណច្រើនសម្រាប់
ពុកម៉ែបងប្អូនយើងបាទដែលចំណាយពេលដ៏មានតម្លៃចូលមកទស្សនានៃការអោយតម្រុយឆ្នោតយួនប្រចាំថ្ងៃពីខាង Channel Admin បាទ Admin សូមជូនពរទៅដល់ពុកម៉ែបងប្អូនយើងបាទសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទធ្វើដំណើរទីជាតិទីឆ្ងាយក៏សូមឲ្យជួបតែសុខសុវត្ថិភាពក្នុងក្រុមគ្រួសារផងដែរបាទចឹងគណៈពេលនេះ Admin សូមគោរពលាបាទជួបគ្នាជាមួយនឹង Admin នៅថ្ងៃស្អែកជាបន្តនឹងបន្ទាប់ទៀតតាមពេលវេលានឹងម៉ោងដដែលបាទ Admin សូមអរគុណបាទសូមគោរពលា